លោកស្រីអ្នកនាងកញ្ញាទូរទស្សនិកជនជាទីគោរពកម្មវិធីផ្សព្វផ្សាយច្បាប់ស្ដីពីក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជានៅពេលនេះយើងខ្ញុំសូមលើកយកមកបង្ហាញជូនជាបន្តនៅករណីទាំងឡាយនិងទោសទណ្ឌពាក់ព័ន្ធទៅនឹងករណីរំលោភសេពសន្តិវៈដូច្នេះសូមអញ្ជើញលោកអ្នកនាងតាមដានទស្សនាដូចតទៅតើការរំលោភសេពសន្តិវៈអាចជាកម្មវត្ថុនៃការសម្របសម្រួលដែរឬទេករណីមានការរំលោភឪពុកម្ដាយរបស់ជនរងគ្រោះបានយល់ព្រមទទួលសំណងនិងបានដកពាក្យប្តឹងតើករណីនេះអាចរំលត់បណ្ដឹងអាជ្ញានិងបាត់រំលោភបានដែរឬទេបើសិនជាករណីហ្នឹងវាមិនសូវធ្ងន់ធ្ងរអាចសម្របសម្រួលគ្នាបានមិនអាចទេបងហេតុព្រោះយើងចាប់រំលោភវាខុសច្បាប់បាទយើងអាចត្រូវការប្តឹងហ្នឹងអត់លុះត្រាតែនៅម្ខាងទៀតយល់ព្រមហ្នឹងវាបើសម្រាប់សម្រួលស្រីនឹងព្រមអាហ្នឹងវាមិនអីបើស្រីនឹងមិនព្រមទេត្រូវនៅតែខុសច្បាប់ដែរបានទេយើងកាអ្នកខ្លះគេព្រមសម្រាប់សម្រួលហ្នឹងបើថាចិត្តខ្ញុំអត់ព្រមព្រោះអីខ្លាចទៅថាគេបានអសន្យាទៅថ្ងៃមកគេនៅធ្វើបាបយើងទៀតធ្វើបាបយើងថ្ងៃមកយើងនៅតែបែកគ្នាដែរអាហ្នឹងក៏គេល្មើសច្បាប់ដែរអាហ្នឹងក៏បានតែយើងយល់ព្រមរៀបការជាមួយគ្នាទៅមិនអាចប្រដឹងបានទេខាងដៃគូសងខាងយល់ព្រមគ្នាតទៅនេះគឺជាចម្លើយរបស់អ្នកជំនាញឯកឧត្តមភៅសម្ភីអគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវនិងអភិវឌ្ឍវិស័យយុតិធធម៌នៃក្រសួងយុតិធធម៌សូមធ្វើការឆ្លើយតបដូចតទៅបាទជាគោលការណ៍បទរំលោភសេពសន្តិវៈគឺជាបទអក្រិតហើយទោសដែលដាក់ជាមូលដ្ឋានគឺកំណត់ពី5ឆ្នាំទៅ10ឆ្នាំអញ្ចឹងនៅក្នុងការបែងចែកក្រមព្រហ្មទណ្ឌនេះគឺជាប្រភេទនៃបទអក្រិតហើយជាគោលការណ៍នៅក្នុងក្រមនីតិព្រហ្មទណ្ឌក្រមព្រហ្មទណ្ឌក្តីបទអក្រិតឬបទល្មើសផ្សេងទៀតនេះគឺมันអាចជាកម្មវត្ថុនៃការសម្របសម្រួលបានទេដោយសារជាបទព្រហ្មទណ្ឌដែលជាបណ្ដឹងអាជ្ញាដែលអនុវត្តដោយតំណាងអัยការដើម្បីផលប្រយោជន៍សាធារណៈបទល្មើសមួយចំនួនជាពិសេសដែលប៉ះពាល់ទៅដល់បូរណភាពបុគ្គលគឺมันអាចជាកម្មវត្ថុនៃការសម្របសម្រួលបាននោះទេនេះកំណត់ជាគោលការណ៍ហើយវិជ្ជាបទអក្រិតទៀតมันអាចសម្របសម្រួលបានទេនៅក្នុងក្រមនីតិព្រហ្មទណ្ឌរបស់យើងក៏បានចែកមាត្រា25អំពីការលះបង់និងការដកពាក្យប្តឹងរបស់ជនរងគ្រោះអាចលះបង់មិនធ្វើពាក្យប្តឹងសុំទាមទារសំណងឬដកពាក្យប្តឹងរបស់ខ្លួនការលះបង់មិនប្តឹងនិងដកពាក្យប្តឹងរបស់ជនរងគ្រោះមិនអាចបញ្ឈប់ឬព្យួរអនុវត្តកម្មវត្ថុនៃបណ្ដឹងអាជ្ញាបានលើកលែងតែបញ្ញត្តិទី2នៃមាត្រា8បញ្ញត្តិទី2នៃមាត្រា8នេះគឺតាក់ទងជាមួយនឹងមានបទល្មើសមួយចំនួនគឺអាចចាប់ផ្ដើមចោទប្រកាន់បានលុះត្រាតែជនរងគ្រោះដាក់ពាក្យប្តឹងអញ្ចឹងកំណត់ក្នុងច្បាប់ច្បាស់តែម្ដងឧទាហរណ៍បទជេរប្រមាថឬបរិហាគេបើសិនជាជនរងគ្រោះមិនបានដាក់ពាក្យប្តឹងតំណាងអัยការឬតុលាការមិនធ្វើការចាត់ការបើសិនជាជនរងគ្រោះបានដាក់ពាក្យប្តឹងហើយក្រោយមកមានការសម្របសម្រួលឬក៏គាត់ដកពាក្យប្តឹងវិញតុលាការតម្កល់រឿងទុកមិនចាត់ការតទៅទៀតនេះជាការកំណត់នៅក្នុងច្បាប់តែម្ដងដូច្នេះក្រៅអំពីការកំណត់ក្នុងច្បាប់ពិសេសឬក្រមព្រហ្មទណ្ឌឬទេពធីព្រហ្មទណ្ឌនេះបទល្មើសទាំងអស់มันអាចជាការសម្របសម្រួលបាននោះទេមូលហេតុនៅក្នុងបទរំលោភសេពសន្តិវៈនេះគោលគំនិតនៃនីតិព្រហ្មទណ្ឌនេះគឺថារំលោភសេពសន្តិវៈជាបទអក្រិតហើយកាលណាមានការសម្របសម្រួលវានឹងប៉ះពាល់ដល់ស្ថិរភាពដល់បញ្ហាសន្តិសុខជាពិសេសចិត្តសាស្ត្ររបស់ប្រជាពលរដ្ឋទាំងមូលអញ្ចឹងអ្នកដែលមានកូនស្រីកូនក្រមុំគាត់អាចនឹងមានផ្លូវចិត្តមិននឹងណដោយសារកូនរបស់គាត់អាចត្រូវគេរំលោភហើយអាចគេបញ្ចុះបញ្ចូលមកសងសំណងឬក៏សុំចរចាគ្នាឬក៏រៀបចំបែបណាមួយជាការប៉ះពាល់ដល់ផ្លូវចិត្តរបស់គាត់ខ្លាំងមែនទែនហើយស្ថានភាពទី2នោះគឺចង់ហាមឃាត់មិនឲ្យបុគ្គលដែលមានមធ្យោបាយគ្រប់យ៉ាងហើយចង់ស្រឡាញ់អ្នកណាម្នាក់ហើយគាត់មិនអាចប្រើវិធីក្នុងការឈានទៅដល់ការព្រមព្រៀងដោយស្ម័គ្រចិត្តដោយសេរីបានគាត់ប្រើមធ្យោបាយបង្ខំនេះហើយក្រោយមកគាត់សន្យាថានឹងរៀបការនេះជាបញ្ហាមួយដែលគេជៀសវាងដែរយើងអាចឧទាហរណ៍ថាបរិសុទ្ធម្នាក់គាត់ស្រឡាញ់ស្ត្រីម្នាក់
ដែលនៅស្ថានភាពក្នុងសង្គមក្នុងគ្រួសារមួយដែលស្ថានភាពសង្គមនឹងណោហើយមមទាំហើយស្ត្រីនេះគាត់ស្ត្រីម្នាក់ទៀតគាត់មានការងារល្អហើយបុរសម្នាក់ដែលគាត់គ្មានការងារល្អគាត់ស្រឡាញ់ស្ត្រីនឹងដូច្នេះគាត់នឹងប្រើគ្រប់មធ្យោបាយអាចនឹងថាទៅបង្ខំប្រើមធ្យោបាយអូសទាញឬក៏តាមប្រើមធ្យោបាយដើម្បីរំលោភស្ត្រីនឹងហើយក្រោយមកសន្យារៀបពីបានអញ្ចឹងយើងឃើញថាភាគីខាងស្ត្រីគាត់បានខូចនៅប៉ះពាល់នៅវិជាសនកម្មប៉ះពាល់នៅកិត្តិយសសេចក្តីថ្លៃថ្នូររបស់គាត់ហើយជាការផ្ទុយនឹងឆន្ទៈរបស់គាត់នេះជាចំណុចមួយដែលយើងហាមឃាត់កុំឲ្យថាជាគោលការណ៍គឺបទរំលោភសិទ្ធិសន្តិភាពនេះมันអាចសម្របសម្រួលតាមប្រការណាមួយបានទេការដែលជនរងគ្រោះអាចនិយាយរួមជនរងគ្រោះឬតំណាងរបស់ជនរងគ្រោះអាចនឹងយល់ព្រមនៅសំណងរបស់រដ្ឋវិនីអញ្ចឹងការយល់ព្រមសំណងរដ្ឋវិនីឬក៏ការដកពាក្យប្តឹងនេះมันមានអាភិបនាំដល់ការលះបង់បណ្ដឹងអាជ្ញាឬក៏បាត់អនុភាពនៃការអនុវត្តបណ្ដឹងអាជ្ញាតាមក្រមអត្ថន័យនៃនីតិវិធីព្រហ្មទណ្ឌបាននោះទេតើការរំលោភសេពសន្តិវៈប្រព្រឹត្តលើកុមារមនុស្សចាស់ជរាស្ត្រីមានពណ៌ឬអ្នកមានពិការភាពត្រូវមានទោសបែបណាដែរអាហ្នឹងវាលើស្ដាប់វាមានទោសមុនណាព្រោះអីយើងធ្វើទៅថាលើកកុមារវាអត់ទាន់ពេញវ័យទៅថាមនុស្សពោះធំហ្នឹងគឺគ្នាមិនព្រមទេណាហើយបើលើអ្នកជនពិការអញ្ចឹងថាវាមិនអាចពិការដៃពិការជើងគ្នាមិនអាចធ្វើអីបានជាមួយយើងអញ្ចឹងណាខ្ញុំដឹងថាមានទោសធ្ងន់ប៉ុន្តែដឹងថាមានទាំងចាខ្ញុំមិនដឹងបើថាចាប់ទោសចាប់ទាំងប្រហែលឆ្នាំខ្ញុំមិនដឹងតើមានទោសធ្ងន់ណាស់ហ្នឹងបើយើងចាប់លុបគេមនុស្សចឹងមនុស្សចាស់នឹងអីចឹងយើងក្មេងមិនមែនក៏ព្រមវាចាប់លុបគេមិនមកនៅមិនខ្វះច្បាប់ដដែលហ្នឹងទោសអក្រិតបងបាទធ្ងន់ធ្ងរព្រោះកុមារតាំងគ្រប់អាយុត្រូវជាប់ពន្ធនាគារច្រើនឆ្នាំព្រោះអីកុមារគឺជាវ័យដែលស្ថិតនៅក្នុងកុមារបើមិនយើងទៅចាប់មកលូបអញ្ចឹងវាខុសនឹងច្បាប់ហើយស្ត្រីមានផ្ទៃពោះថាស្ត្រីហ្នឹងមានទម្ងន់តែពេលដែលយើងទៅចាប់មកលូបអញ្ចឹងវាអាចប៉ះពាល់ដល់កូនក្នុងផ្ទៃមានទោសធ្ងន់មនុស្សទន់ខ្សោយមនុស្សចាស់ជរាដែលមិនអាចធ្វើការបានហើយមនុស្សពិការមិនអាចប្រឹងជាមួយយើងបានចែងមួយបានមានទោសខ្លាំងបើតាមការស្ដាប់នៅមតិរបស់សាធារណជនយើងឃើញថាមានការយល់ឃើញខុសៗគ្នាឥឡូវនេះសូមអញ្ជើញលោកអ្នកនាងស្ដាប់ការបកស្រាយរបស់វាគ្មិនវិញម្ដងសូមអញ្ជើញលោកអ្នកនាងទស្សនាដូចតទៅនៅក្នុងក្រមព្រហ្មទណ្ឌយើងនៅផ្នែកដែលពាក់ព័ន្ធជាមួយនឹងការរំលោភសិទ្ធិសន្តិវៈនោះយើងបានចែកនៅស្ថានទម្ងន់មួយចំនួនហើយក្នុងចំណោមស្ថានទម្ងន់នោះគឺស្ថានទម្ងន់ដែលមានស្ថានភាពមួយពាក់ព័ន្ធជាមួយនឹងស្ថានភាពរបស់ជនរងគ្រោះអញ្ចឹងជនរងគ្រោះមានស្ថានភាពខ្សោយដោយសារអាយុដោយសារជំងឺដោយសារពិការភាពដោយសារជរាភាពគឺការរំលោភសិទ្ធិសន្តិវៈទៅលើបុគ្គលជនរងគ្រោះដែលមានស្ថានភាពនេះច្បាប់ចាត់ទុកថាជាការរំលោភសិទ្ធិសន្តិវៈដែលមានស្ថានទម្ងន់ដោយហេតុស្ថានភាពទន់ខ្សោយនៃជនរងគ្រោះហើយត្រូវផ្តន្ទាទោសពី7ទៅ15ឆ្នាំចំណែកការរំលោភសិទ្ធិសន្តិវៈដែលគ្មានស្ថានទម្ងន់គឺពី5ទៅ10ឆ្នាំនេះជាស្ថានទម្ងន់មួយខ្ញុំបាទសូមបញ្ជាក់ថានៅក្នុងក្រមព្រហ្មទណ្ឌរបស់យើងនេះយើងបែងចែកមែនទែនទៅស្ថានទម្ងន់ដែលពាក់ព័ន្ធជាមួយនឹងការរំលោភសិទ្ធិសន្តិវៈហ្នឹងជា4ផ្នែកបាទទី1គឺតាក់ទងជាមួយនឹងមធ្យោបាយដែលប្រើប្រាស់ស្ថានទម្ងន់មធ្យោបាយដែលប្រើប្រាស់ដោយសារការប្រើហិង្សាដោយសារការប្រើអាវុធឬក៏ដោយសារគម្រាមកំហែងនឹងប្រើអាវុធឬក៏ប្រើប្រាស់គ្រឿងញៀនឬក៏គ្រប់វិធីដែលនាំឲ្យជនរងគ្រោះបាត់បង់ឬចុះខ្សោយលទ្ធភាពតទល់ដែលយើងបានជជែកគ្នាពីវគ្គមុនថាមានការប្រើគ្រឿងញៀនឬក៏គ្រឿងស្រវឹងដែលធ្វើឲ្យជនភាគីម្ខាងទៀតចុះខ្សោយនៅសមត្ថភាពតទល់និងសមត្ថភាពដឹងខុសត្រូវក្នុងការសម្រេចចិត្តដោយឆន្ទៈដោយព្រមព្រៀងពិតប្រាកដនេះជាស្ថានទម្ងន់មួយហើយស្ថានទម្ងន់ទី2គឺប្រភេទតាក់ទងជាមួយនឹងស្ថានភាពរបស់ជនល្មើសស្ថានភាពរបស់ជនល្មើសគឺត្រូវចាត់ទុកជាស្ថានទម្ងន់ដោយសារដែលក្នុងក្រមព្រហ្មទណ្ឌរបស់យើងជនល្មើសមានអំណាចទៅលើជនរងគ្រោះអំណាចនេះអាចជាអំណាចដោយសារមុខងារឬអំណាចដោយសារមេបា
ឬអំណាចដែលក្នុងការគ្រប់គ្រងបាទក្នុងការគ្រប់គ្រងអញ្ចឹងក្នុងករណីដែលនីឋានានុក្រមប្រព្រឹត្តទៅលើអំពើរំលោភសេពសន្តិវៈទៅលើមន្ត្រីរាជការឬបុគ្គលិកដែលមានស្ថិតនៅក្រោមអំណាចមុខងាររបស់ខ្លួនជាការស្ថានទម្ងន់អ្នកដែលមានអំណាចមេបាអាចជាពុកម្ដាយឬក៏ឪពុកម្ដាយចិញ្ចឹមឬក៏អ្នកទាំងដែលច្បាប់បកគលអំណាចមេបាឲ្យប្រព្រឹត្តទៅលើជនដែលនៅក្រោមអំណាចព្យាបាលរបស់ខ្លួនក៏ជាស្ថានទម្ងន់ដែរហើយមានករណីខ្លះខ្ញុំឧទាហរណ៍ថាមាននៅសប្តាហ៍ថ្ងៃនេះមាននិស្សិតស្រីគាត់មកពីខេត្តមកនៅភ្នំពេញគាត់មកស្នាក់នៅផ្ទះឪពុកមាឬក៏ផ្ទះបងប្រុសជីដូនមួយអ្នកទាំងអស់ហ្នឹងគេចាត់ទុកថាមានអំណាចទៅលើរបស់គាត់ដែរអញ្ចឹងការណាប្រព្រឹត្តទៅលើអ្នកដែលមកស្នាក់នៅក្នុងអំណាចក្នុងរបស់ខ្លួនដោយសារគាត់មានអំណាចសេដ្ឋកិច្ចដោយសារគាត់ចិញ្ចឹមគាត់ផ្ដល់ការស្នាក់អាស្រូវគាត់មានអំណាចមួយដែលអំណាចដែលក្របព្រំទាន់ចង់ថាហើយការរំលោភអំណាចនេះដើម្បីប្រព្រឹត្តរំលោភសិទ្ធិសន្តិវៈជាស្ថានទម្ងន់ហើយស្ថានភាពទី3ដែលតាក់ទងជាមួយនឹងស្ថានភាពទុនខ្សោយរបស់ជនរងគ្រោះជាស្ថានទម្ងន់ដែរហើយនឹងស្ថានភាពទី4តាក់ទងជាមួយនឹងការខូចខាតជាសនកម្មឬក៏ប៉ះពាល់ដល់បូរណភាពបុគ្គលឬក៏អាយុជីវិតរបស់ជនរងគ្រោះការរំលោភសិទ្ធិសន្តិវៈដោយមាននាំឲ្យមានគេហៅថាពិការភាពឬក៏ការកាត់អវយវៈឬក៏ការរំលោភសិទ្ធិសន្តិវៈដែលនាំឲ្យមានមរណភាពរបស់ជនរងគ្រោះក៏ជាស្ថានទម្ងន់មួយបាទធ្ងន់មែនទែនដែលច្បាប់បានកំណត់បាទតើបាត់ល្មើសរំលោភត្រូវចាប់ថាបានសម្រេចនៅពេលណាតើករណីណាទៅដែលហៅថាការប៉ុនប៉ងក្នុងការប្រព្រឹត្តបាត់ល្មើសរំលោភតើត្រូវមានទោសបែបណាដែរចំពោះការប៉ុនប៉ងរំលោភពេលដែលដៃគូទាំងពីរបានរួមភេទជាមួយគ្នាពេលដែលរួមភេទហើយចាំហ្នឹងនៅពេលដែលមនុស្សមានតកម្មនៅក្នុងបណ្ដាភេទឬនៅលើបណ្ដាភេទខ្ញុំអត់ដឹងព្រោះអីបើពេទ្យគេពិនិត្យទៅបានគេដឹងហ្នឹងតើយើងមនុស្សប្រុសនេះចេញតកម្មនៅពេលយើងចាប់រំលោភហើយបងបាទសម្រាប់នៅពេលយើងចាប់រំលោភបានសម្រាប់បាទរួមភេទបានសម្រាប់នៅពេលដែលមនុស្សប្រុសនេះចាប់រំលោភមនុស្សស្រីបានសម្រាប់ហើយដោយមនុស្សស្រីនឹងគ្មានកម្លាំងតស៊ូហើយឬក៏កន្លែងស្ងាត់តែគ្មានមនុស្សប៉ុន្តែគាត់ថាយើងចង់ប៉ុនប៉ងយើងនាំដូចថាដៃគូហ្នឹងនាំទៅហូបអីចឹងហើយដួងលោមចូលទស្សនៈអីចឹងហើយការនិយាយស្ដីការលងលំទៅបំពោទៅកន្លែងស្ងាត់តែ2នាក់ការបំពោដប់ដាវញ៉ាំអីចឹងហើយបំពោយើងញ៉ាំស្រាញហើយទៅដាក់ឆ្នាំដៃការប៉ុនប៉ងរបស់គេមនុស្សម្នាក់ហ្នឹងគឺការមានចិត្តចង់ពងចាប់មនុស្សឬថាចាប់គុកក្មេងឬក៏ចាប់មនុស្សធំអញ្ចឹងអាហ្នឹងគឺករណីដែលប៉ុនប៉ងចាប់រំលោភហើយថាយើងគិតទុកជាមុនឥឡូវនេះសូមអញ្ជើញលោកអ្នកនាងស្ដាប់ការបកស្រាយរបស់វាគ្មិនវិញម្ដងថាតើបាត់ល្មើសរំលោភត្រូវចាត់ទុកថាបានសម្រេចនៅពេលណាហើយដូចមិនដេចទៅជាការប៉ុនប៉ងរំលោភហើយការប៉ុនប៉ងរំលោភនេះមានទោសបែបណាខ្លះសូមអញ្ជើញលោកអ្នកនាងទស្សនាដូចតទៅគោលគំនិតច្បាប់របស់យើងនេះបានកំណត់បែងចែកច្បាស់លាស់រឿងថាតើបទល្មើសរំលោភសម្រេចនៅពេលណាហើយបទល្មើសរំលោភគឺនៅពេលណាចាត់ទុកថាមានការប៉ុនប៉ងជាគោលការណ៍មតិរបស់ប្រជាពលរដ្ឋដែលលើកឡើងនោះគឺពាក់ព័ន្ធនឹងផ្នែកខ្លះរបស់ច្បាប់និងគំនិតច្បាប់ហើយផ្នែកខ្លះទៀតពុំពាក់ព័ន្ធទៅនឹងគោលគំនិតរបស់ច្បាប់នោះទេដែលខ្ញុំនឹងបញ្ជាក់បន្តិចទៀតនេះទី1តាក់ទងនឹងការសម្រេចថាបទល្មើសរំលោភសិទ្ធិត្រូវបានសម្រេចនេះច្បាប់ព្រំទាន់របស់យើងថាមានការបញ្ចូលអង្គជាតិការបញ្ចូលអង្គជាតិនឹងគឺប្រើតាមបែបណាក៏ដោយហើយការបញ្ចូលអង្គជាតិនឹងតាមបញ្ចូលឧបករណ៍ណាមួយក៏ដោយអញ្ចឹងនៅក្នុងនេះជាសញ្ញាណដ៏ទូលាយមួយនៃការរំលោភសិទ្ធិសន្តិវៈវាខុសអំពីការរួមភេទជាប្រពៃណីជាពីបុរាណកាលដែលជាការរួមភេទក្នុងន័យជាបុរាណនៅការរួមភេទដែលច្បាប់កំណត់ថារំលោភសិទ្ធិសន្តិវៈក្នុងន័យជាការរួមភេទដោយគិតអំពីស្ថានភាពសង្គមអញ្ចឹងការបញ្ចូលអង្គជាតិនេះគឺខាងក្រសួងយុទ្ធភ័ពបានធ្វើជាសេចក្តីកំណត់បញ្យលមាត្រានីមួយៗនៃច្បាប់ស្តីពីការបង្ក្រាបការជួញដូរមនុស្សនិងអាជីវកម្មប្រភេទហើយមានបញ្ញមន័យនៃ
ការរួមភេទហើយនៅការរួមភេទនោះបានបញ្យល់ថាអ្វីទៅជាការបញ្ចូលអង្គជាតិហើយនឹងសកម្មភាពមួយចំនួនអញ្ចឹងមានក្នុងករណីថាភេទដូចគ្នាក៏ដោយការដែលគ្រាន់តែប្រើម្រាមដៃបាទទៅបញ្ចូលទៅអង្គជាតិភាគីម្ខាងទៀតក៏ចាត់ទុកជាការបញ្ចូលអង្គជាតិដែរហើយបើសិនជាសកម្មភាពនេះខ្វះការឆន្ទៈព្រមព្រៀងវាបង្កើតបានជាបទរំលោភសិទ្ធិសន្តិវៈបាទនេះជាសញ្ញាណថ្មីដែលហើយការប្រើប្រាស់ឧបករណ៍សិបនិមិត្តធ្វើសកម្មភាពលើភាគីម្ខាងទៀតដែលក្នុងន័យដែលយើងហៅថាបញ្ចូលអង្គជាតិនេះហើយសកម្មភាពនេះអនុវត្តដោយគ្មានការព្រមព្រៀងរបស់បុគ្គលសម័យខ្លួនក៏ជាការរំលោភសិទ្ធិសន្តិវៈដែរអញ្ចឹងនៅក្នុងស្ថានភាពជាក់ស្ដែងមានព្រំដែនរវាងថាតើពេលណាបទរំលោភសិទ្ធិសន្តិវៈបានកើតឡើងបានសម្រេចហើយពេលណាចាត់ទុកថាមានការប៉ុនប៉ងហើយពេលណាដែលមិនមែនជាការប៉ុនប៉ងក្នុងក្រមព្រហ្មទណ្ឌបានកំណត់នៅក្នុងមាត្រា27ថាការប៉ុនប៉ងក្នុងបទអក្រិតគឺត្រូវតែមានអញ្ចឹងបានជាក្នុងក្រមព្រហ្មទណ្ឌរបស់យើងនេះពុំមាននិយាយអំពីការប៉ុនប៉ងរំលោភសិទ្ធិសន្តិវៈទេដោយសាររំលោភសិទ្ធិសន្តិវៈជាបទអក្រិតអញ្ចឹងមានក្នុងគោលការណ៍ទូទៅបែរថាតើការប៉ុនប៉ងក្នុងគ្រប់បទអក្រិតអស់មានការប៉ុនប៉ងហើយការប៉ុនប៉ងនេះត្រូវស្ដែងឡើងតាមលក្ខខណ្ឌពីរយ៉ាងទី1ជនល្មើសបានចាប់ផ្ដើមអនុវត្តនៅអំពើដែលមានគោលបំណងដោយផ្ទាល់ទៅនឹងការប្រព្រឹត្តបទល្មើសឧទាហរណ៍ថាតកតងនឹងបទឃាតកម្មជនល្មើសបានចាប់ផ្ដើមប្រព្រឹត្តអំពើអនុវត្តអំពើដែលមានគោលបំណងដោយផ្ទាល់បានន័យថាគាត់បានដកកំភ្លើងបាញ់អញ្ចឹងនៅពេលដែលគាត់បានដកកំភ្លើងបាញ់ទោះបីថាបាញ់ត្រូវឬខុសអាហ្នឹងគេអត់គិតពីលទ្ធផលទេលក្ខខណ្ឌទី2សកម្មភាពរបស់គាត់ពេលចាប់ផ្ដើមអនុវត្តនោះគឺมันបានបញ្ឈប់ទៅវិញដោយការស្ម័គ្រចិត្តនោះទេប៉ុន្តែបញ្ឈប់ទៅវិញដោយកត្តាក្រៅឆន្ទៈដែលខ្ញុំសូមបញ្ជាក់ក្នុងមាត្រា27បានបញ្ជាក់យ៉ាងច្បាស់តែម្ដងអំពីសកម្មភាពណាខ្លះដែលចាត់អំពើប៉ុនប៉ងគឺកាលណាលក្ខខណ្ឌខាងក្រោមនេះត្រូវបានបំពេញការប៉ុនប៉ងក្នុងបទអក្រិតបទមជ្ឈិមអាចត្រូវផ្ដន្ទាទោសចារីបានចាប់ផ្ដើមអនុវត្តបទល្មើសមានន័យថាចារីបានប្រព្រឹត្តអំពើដែលមានគោលបំណងដោយផ្ទាល់ដើម្បីប្រព្រឹត្តបទល្មើសនិងចារីមិនបានបញ្ឈប់អំពើរបស់ខ្លួនទៅវិញដោយស្ម័គ្រចិត្តតែត្រូវបានរាំងស្ទះឬអាក់ខានដោយឥទ្ធិពលនៃកាលៈទេសៈក្រៅឆន្ទៈរបស់ខ្លួនកាលៈទេសៈក្រៅឆន្ទៈរបស់ខ្លួនបានន័យថាគាត់បានចាប់ផ្ដើមអនុវត្តហើយប៉ុន្តែមានត្រូវបានគេជួយបាទភាគីរងទោសត្រូវបានគេមកជួយឬដោយស្ថានភាពមួយផ្សេងទៀតដែលគាត់បានបញ្ឈប់សកម្មភាពរបស់ខ្លួនអញ្ចឹងតកតងនឹងសញ្ញាណនៃការបទល្មើសរំលោភត្រូវបានសម្រេចនេះគឺថាមានការបញ្ចូលអង្គជាតិអញ្ចឹងសញ្ញាណនៃការបញ្ចូលអង្គជាតិនេះគឺតាមបែបណាក៏ដោយឬដោយការបញ្ចូលឧបករណ៍ទៅក្នុងអង្គជាតិនេះកំណត់ច្បាស់នៅក្នុងក្រមព្រហ្មទណ្ឌហើយយើងខាងក្រមការងារក្រសួងយុតិធម៌ក៏បានបញ្យល់ដែលខ្ញុំបាទសូមអនុញ្ញាតថាមិនចូលមកអំពីបញ្ហានេះហើយនឹងសូមចាប់អារម្មណ៍តាក់ទងជាមួយនឹងការប៉ុនប៉ងអញ្ចឹងករណីដែលជាប្រវត្តិសាធារណជនលើកឡើងថាការលួងលោមដើម្បីទៅញ៉ាំអាហារណាទៅញ៉ាំអាហារដើម្បីចរចាសរសងអូសទាញនេះមិនទាន់ចូលជាការប៉ុនប៉ងដែលត្រូវផ្ដន្ទាទោសតាមន័យច្បាប់នោះទេនេះជាអាចជាសកម្មភាពថាអូសទាញឬសកម្មភាពដែលក្នុងច្បាប់ហៅថាសកម្មភាពត្រៀមបំរុងបាទត្រៀមបំរុងឧទាហរណ៍ថាខ្ញុំនិយាយដោយសាមញ្ញថាដើម្បីរំលោភសិទ្ធិសន្តិវៈគាត់នឹងប្រើមធ្យោបាយតាមរយៈការដាក់ថ្នាំញៀនឬក៏គ្រឿងសារធាតុដែលនាំឲ្យភាគីម្ខាងទៀតបាត់បង់នៅការទប់ទល់អញ្ចឹងតើចាប់ផ្ដើមនឹងនៅពេលណាបាទអញ្ចឹងគាត់ត្រៀមរៀបចំទិញថ្នាំបាទទិញថ្នាំដើម្បីបន្ថយនៅសតិបញ្ញាស្មារតីភាគីម្ខាងទៀតយើងហៅថាឬក៏ថ្នាំឬក៏សារធាតុញៀនឬក៏សារធាតុផ្សេងទៀតដែលប៉ះពាល់ទៅដល់អារម្មណ៍ឬក៏សមត្ថភាពទប់ទល់របស់ភាគីម្ខាងទៀតអញ្ចឹងសកម្មភាពនេះក្នុងច្បាប់គេហៅថាជាសកម្មភាពត្រៀមបំរុងគឺមិនទាន់ចាត់ទុកជាបទល្មើសការប៉ុនប៉ងក្នុងក្រមព្រហ្មទណ្ឌនោះទេលុះត្រាតែគាត់បានចាប់ផ្ដើមអនុវត្តនៅសកម្មភាពដែលមានគោលបំណងដោយផ្ទាល់ដើម្បីប្រព្រឹត្តបទល្មើសបាទអ
អញ្ចឹងបានន័យថាលុះត្រាតែបាទគាត់បានដាក់ថ្នាំហើយគាត់ចាប់ផ្ដើមសកម្មភាពដើម្បីបញ្ចូលអង្គជាតិបាទដែលបានន័យថាហើយត្រូវបានអាក់ខានទៅវិញដោយសារកាលៈទេសៈខាងក្រៅដោយសារមានគេមកជួយឬក៏មានការរាំងស្កាត់កាលៈទេសៈដែលគាត់មិនអាចប្រព្រឹត្តគោលដៅរបស់គាត់បានសម្រេចនេះជាអំពើប៉ុនប៉ងបាទមានសកម្មភាពមួយដែលមានការភ័ន្តច្រឡំថាបរមនេះគាត់បានដាក់នាំទៅហូបចុកឬទៅកន្លែងណាទៅរោងវិសាលហើយបន្ទាប់មកគាត់ក៏បានបបោះងអែលបាទបបោះងអែលភាគីម្ខាងទៀតមកខាងភាគីស្ត្រីគាត់ឬក៏ភាគីម្ខាងទៀតគាត់បដិសេធតើនេះជាការប៉ុនប៉ងរំលោភសេពសន្តិវៈឬក៏ជាបទល្មើសផ្សេងទៀតដែលនឹងកំណត់ក្នុងក្រមព្រហ្មទណ្ឌបាទអញ្ចឹងសកម្មភាពនេះបើសិនជាគាត់ពុំទាន់និយាយសាមញ្ញចាប់ផ្ដើមនៅសកម្មភាពបញ្ចូលអង្គជាតិនោះទេហើយត្រូវបានភាគីម្ខាងទៀតបដិសេធឬក៏ត្រូវបានគេចាប់បានសកម្មភាពនេះចូលនៅក្នុងមាត្រា241ជាបទបន្ទុះគេខ្មាស់ដោយសកម្មភាពរវាងការរួមភេទរំលោភសេពសន្តិវៈនិងបន្ទុះគេខ្មាស់នេះគឺសកម្មភាពពីរផាប់ហែលគ្នាតែខុសគ្នាត្រង់ថាការរំលោភសេពសន្តិវៈមានការបញ្ចូលអង្គជាតិហើយនឹងការបន្ទុះគេខ្មាស់ពុំមានការបញ្ចូលអង្គជាតិបាទដែលជាកម្មវត្ថុដែលយើងបានធ្វើបទអត្ថាធិប្បាយកាលពីវគ្គមុនហើយលោកស្រីអ្នកនាងកញ្ញាទូរទស្សនិកជនជាទីគោរពកម្មវិធីផ្សព្វផ្សាយច្បាប់ស្តីពីក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជានៅពេលនេះសូមបញ្ចប់តែត្រឹមនេះសូមថ្លែងអំណរគុណចំពោះការតាមដានទស្សនារបស់លោកអ្នកសូមគោរពលាផលិតដោយអគ្គនាយកដ្ឋានស្រាវជ្រាវនិងអភិវឌ្ឍវិស័យយុតិធម៌នៃក្រសួងយុតិធម៌សម្របសម្រួលដោយលោកកេតស៊ីណេតប្រធាននាយកដ្ឋានស្រាវជ្រាវនិងបណ្ដុះបណ្ដាល